ជំរាបសួរនាងខ្ញុំឈ្មោះហមរ៉ូសាប្រធាននៃបាត់ដំងផលិតកម្មនិងសេវាកម្មនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសានសៀមរាបនៅក្នុងថ្ងៃនេះបងដែរជាថ្ងៃទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី8នៃឆ្នាំ2025ក្រោមប្រធានបទ TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជនឯវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសានសៀមរាបកំពុងតែអនុវត្តកម្មវិធី C1 1.5 លាននាក់ដែលដេប៉ាតឺម៉ង់ផលិតកម្មសេវាកម្មមានទទួលជំនាញដូចតទៅទី1សេវាកម្មសម្អាងកាយទី2សេវាកម្មកាត់សក់បុរសទី3ជំនាញការធ្វើម្ហូបខ្មែរនិងទី4មានជំនាញធុរកិច្ចភេសជ្ជៈសម្រាប់ជូនដល់គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដែលយើងទទួលប្រាក់ឧបត្ថម្ភបាន280000ក្នុងមួយខែរីឯយុវជនដែលពុំមានបានក្រីក្រឬក៏បានងាយរងហានិភ័យក៏អាចចុះឈ្មោះចូលរៀនផងដែរដូចនេះសម្រាប់យុវជនដែលពុំទាន់មានជំនាញមួយច្បាស់លាស់សូមអញ្ជើញមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបសូមអរគុណ